រំពេចនោះប្រទាសចាំងដែលបានឲ្យមកគាត់ក៏ចាប់ផ្ដើមបង្ហាញខ្លួនមកមនុស្សម្នាក់ក៏ចាប់ផ្ដើមបើកភ្នែកធំបន្ទាប់ពីឃើញពន្លឺចេញពីក្នុងដៃរបស់អ៊ំរឿងតាមពិតទៅប្រទាស័ក្តិសិទ្ធិដែលសចាំងឲ្យមកគាត់នោះបានរលាយចូលទៅក្នុងបាតដៃរបស់គាត់សចាំងធ្វើដូច្នេះដើម្បីចង់ការពារទៅកាន់អ៊ំរឿងនិងប្រពន្ធព្រោះគាត់ដឹងថានៅពេលណាដែលសម្រិតចូលទៅរស់នៅក្នុងភូមិសចាំងប្រកាសជាគ្មានអ្នកណាមើលថែទៅកាន់ពួកគាត់ទាំងពីរនាក់នោះទេហើយព្រីបិសាចអមនុស្សគុំគួនជាមួយនឹងគាត់ចូលទៅធ្វើបាបពួកគាត់ទាំងពីរនាក់ក៏ថាបានអញ្ចឹងហើយទៅតាសចាំងបានឲ្យប្រទាស័ក្តិសិទ្ធិរលាយចូលក្នុងបាតដៃរបស់គាត់នៅពេលណាដែលបានជួបអមនុស្សប្រកាសជាបង្ហាញខ្លួនមករឿងរ៉ាវដែលអ៊ំរឿងនិយាយប្រាប់ទៅអ្នកភូមិអស់រយៈពេល3ឆ្នាំមុននោះអ្នកភូមិដែលមិនជឿនោះតែឥឡូវពួកគាត់បានជាឃើញផ្ទាល់ភ្នែកប្រទាស័ក្តិសិទ្ធិគឺមាននៅក្នុងដៃរបស់អ៊ំរឿងពិតប្រាកដមែនភ្លាមនោះអ៊ំរឿងគាត់ក៏ចាប់ផ្ដើមយកកាំភ្លើងបោះឲ្យអ្នកភូមិទាំងអស់គ្នាអ្នកភូមិក៏ចាប់ផ្ដើមទាញកាំភ្លើងនោះបាញ់សម្ដៅទៅរកពួកអមនុស្សព្រមទាំងជ្រូកព្រៃដ៏ធំមួយក្បាលនោះក៏ប៉ុន្តែទោះជាកាំភ្លើងរបស់គាត់បាញ់សម្ដៅទៅរកវាច្រើនគ្រាប់យ៉ាងណាក៏ដោយក៏មិនអាចធ្វើអ្វីទៅកាន់ស្ដេចបិសាចបានដែរស្ដេចបិសាចបន្ទាប់ពីឃើញពន្លឺនៅក្នុងបាតដៃរបស់អ៊ំរឿងនោះគេក៏បានដឹងថានេះគឺជាលោកតាដែលគេបានដេញសម្លាប់កាលពី3ឆ្នាំមុននឹងឯងបិសាចក៏ចាប់ផ្ដើមកើតកំហឹងភ្លាមដោយសារតាចាស់នេះហើយទើបសច្ចាំងបានចាប់គេយកទៅដាក់ក្នុងកឡោមាសនឹងឯងពេលនោះស្ដេចបិសាចក៏ចាប់ផ្ដើមបញ្ជាឲ្យជ្រូកព្រៃរបស់គេលោតទៅបំបុកសម្លាប់អ៊ំរឿងចោលនៅទីកន្លែងនោះអំណាចជ្រូកព្រៃនេះប្រទាស័ក្តិសិទ្ធិនោះប្រហែលជាមិនអាចការពារបាននោះទេព្រោះថាវាមិនមែនជាបិសាចកំពេចកំប៉ុកនោះឡើយក៏ប៉ុន្តែបន្ទាប់ពីបិសាចរត់ចូលទៅស្រាប់តែវាបានប៉ើទៀតថយក្រោយតើមានរឿងអ្វីទៅបានជាបិសាចជ្រូកព្រៃនេះវាប៉ើថយក្រោយមកវិញរំពេចនោះស្រាប់តែបង្ហាញខ្លួនអ្នកកំឡោះម្នាក់មានសក់វែងក្របបុកកាន់លំពេញមុខ3កំពុងតែឈរមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមស្រឡាំងកាំងនៅក្នុងពេលនោះផងដែរមេភូមិក៏ចាប់ផ្ដើមឲ្យអ្នកភូមិនៅទីនោះទៅគោះត្រឡោកដើម្បីផ្ដល់សញ្ញាទៅឲ្យអ្នកភូមិឲ្យពួកគាត់មកចូលមកទីកន្លែងនេះដើម្បីសហការជួយគ្នាក្រោយពីសម្លេងរកាំងនិងសម្លេងត្រដោកបានឮអ្នកភូមិក៏គេបានឮពីសញ្ញានេះអ្នកខ្លះក៏កាន់កំភ្លើងអ្នកខ្លះក៏កាន់កំបិតរត់សម្ដៅមកកាន់ទីកន្លែងផ្ទះរបស់លោកមេភូមិមនុស្សម្នាក់គិតថាប្រកាសជាមានចោរចូលមកកាន់ភូមិក៏ប៉ុន្តែរឿងដែលគាត់មិននឹកស្មាននោះនៅពេលដែលគាត់ចូលមកដល់អ្វីដែលគាត់បានឃើញគឺពពួកអមនុស្សព្រាយបិសាចអ្នកភូមិស្រឡាំងកាំងមិនហ៊ានរត់ចូលបានត្រឹមតែឈរមើលពីចម្ងាយក្នុងពេលនោះអ្នកកំឡោះសម្រិតរបស់យើងដើរចូលមកបន្តិចសម្ដៅទៅរកស្ដេចបិសាចភ្លាមអមនុស្សស្ដេចបិសាចក៏បញ្ជាឲ្យជ្រូកព្រៃរបស់ខ្លួនរត់ទៅបំបុកសម្លាប់កំឡោះសម្រិតចោលភ្លាមនោះជ្រូកព្រៃបង្រិចខ្លួនកាន់តែធំឡើងចង្កូមដល់មុតស្រួចក៏ចាប់ផ្ដើមកាន់តែវែងបិសាចជ្រូកព្រៃនោះស្ទុះចូលទៅមួយទំហឹងក៏ប៉ុន្តែអ្នកកំឡោះបានបុកលំពេងមុខ3ដែលមានពន្លឺពណ៌ក្រហមដូចជារងើកភ្លើងនោះវាយទៅចង់ក្បាលជ្រូកព្រៃឲ្យខ្ទាតប៉ើងស្រែកប្រកាច់ប្រកាន់សាច់ជាថ្មីម្ដងទៀតពេលនោះស្ដេចបិសាចមានការងឿងឆ្ងល់ណាស់តើលំពេងនៅក្នុងដៃគេនោះបិសាចដូចជាមិនធ្លាប់ឃើញនោះទេពេលនោះស្ដេចបិសាចក៏ចាប់ផ្ដើមឈប់ប្រណម្យដៃសូត្រអាគមមួយផ្លែតរួចហើយក៏ទះទៅលើជ្រូកព្រៃនោះសត្វជ្រូកព្រៃក៏ចាប់ផ្ដើមរីកខ្លួនបំបីក្បាលចេញទៅដល់3ហើយខ្លួនរបស់វាមានផ្សែងពណ៌ខ្មៅហោះជុំវិញមិនដាច់នោះទេសត្វជ្រូកព្រៃស្រែកបានឮសំឡេងយ៉ាងខ្លាំងសាជាថ្មីរួចហើយក៏រត់ទៅបំបុកអ្នកកំឡោះម្ដងទៀតពេលនោះសម្រិតក៏ចាប់ផ្ដើមយកលំពេងរបស់ខ្លួនចាក់ទម្លុះជាមួយនឹងក្បាលជ្រូកព្រៃក៏ប៉ុន្តែមិនអាចឆ្លុះនោះទេកម្លាំងសត្វជ្រូកក៏ខ្លាំងគ្រាន់បើដែរម្ដងនេះអ្នកទាំងពីររុញគ្នាទៅវិញទៅមកស្របពេលនោះផងដែរអ៊ំរឿងគាត់និយាយថាហើយចុះចាំអីទៀតអ្នកទាំងអស់គ្នាយកកំភ្លើងបាញ់សម្ដៅទៅរកជ្រូកព្រៃនោះទៅគ្រប់គ្នាកំពុងតែឈរភាំងក្រោយពីឮសម្ដីរបស់អ៊ំរឿងនោះពួកគាត់ក៏ចាប់ផ្ដើមទាញកំភ្លើងបាញ់សាជាថ្មីសម្លេងកំភ្លើងផ្ទុះតគ្នាឮសូរខ្លាំងទោះបីជាមិនអាចធ្វើអ្វីទៅកាន់ជ្រូកព្រៃនោះបានក៏ធ្វើឲ្យវាមានអារម្មណ៍ថាភ័យខ្លាចដែរពេលនោះអ្នកកំឡោះមានឱកាសក៏បានក្រវែងលំពេងរួចហើយវាយមួយទំហឹងជ្រូកព្រៃនោះក៏ប៉ើងថយក្រោយសាជាថ្មីម្ដងទៀតស្ដេចបិសាចមាសធំមានសម្បល់ពណ៌ខ្មៅនោះខឹងសម្បាខ្លាំងណាស់វាក៏ចាប់ផ្ដើមដើរសម្ដៅទៅរកសម្រិតដល់ខ្លួនឯងតែម្ដងក៏ប៉ុន្តែពេលនោះសម្រិតក៏ចាប់ផ្ដើមនឹកឃើញទៅដល់សត្វក្រពើសសម្រិតក៏យកក្រពើនោះចេញមករួចហើយគោះក្បាល3ដងដាក់ទៅលើដីក្រពើសដ៏ធំក៏ចាប់ផ្ដើមបង្ហាញខ្លួនបិសាចគ្រាន់តែឃើញក្រពើនោះភ្លាមក៏ដឹងថានេះជាយានជំនិះរបស់តាសចាំងបិសាចក៏ភ្ញាក់ផ្អើលខ្លាំងដែរបើសិនជាក្រពើនេះចូលមកដល់ទីកន្លែងនេះតាសចាំងនោះប្រហែលជាមកដែរដោយសារតែមានភាពភ័យខ្លាចជាមួយនឹងតាសចាំងចាប់វាដាក់ចូលក្នុងកឡោម្ដងទៀតស្ដេចបិសាចក៏ឡើងជិះលើខ្នងជ្រូកព្រៃរួចហើយនាំកូនចៅរត់គេចចេញពីទីកន្លែងនេះសិន
រងចាំពេលក្រោយមកសម្លាប់ទៅកាន់អ្នកភូមិទាំងអស់គ្នាបរិវារយ៉ាងច្រើនរត់ឡើងកក្រឹកកក្រែងខ្លះក៏ដើរលើដីខ្លះក៏ហោះសំដៅចេញពីភូមិចូលទៅក្នុងព្រៃបាត់ទៅស្ដេចបិសាចវានោះក៏ស្គាល់សម្រិតដែរក៏ប៉ុន្តែអ្នកភូមិមើលមិនស្គាល់សម្រិតនោះទេដោយសារពួកគេបានដឹងថាសម្រិតបានស្លាប់នៅក្នុងភូមិសច្ចាំងបាត់ទៅហើយដោយសារតែសត្វក្រពើស៊ីក៏ប៉ុន្តែភ្លាមនោះអ្នកកំឡោះក៏ចាប់ផ្ដើមវែកសក់ចេញអមរឿងក៏បានដើរចូលទៅចិត្តតិចរួចហើយក៏យកចន្លោះបញ្ចាំងមុខរបស់គេពេលនោះអមរឿងក៏ចាប់ផ្ដើមសម្រក់ទឹកភ្នែករួចហើយក៏និយាយថាសម្រិតកូនគឺជាអញទេសម្រិតអញមិនទាន់ស្លាប់ទេអីពេលនោះសម្រិតបានឃើញមុខឪពុកគេក៏ចាប់ផ្ដើមឈរភាំងទឹកភ្នែកក៏ចាប់ផ្ដើមបន្តស្រក់អមរឿងក៏ឈរអោបកូនប្រុសទាំងមានចិត្តនឹករលឹកពេលនោះគាត់ក៏និយាយថាកូនប្រុសទេវតាពិតជាមានភ្នែកមែនទេវតាមិនអោយឯងស្លាប់នោះទេឯងគឺជាកូនអកតញ្ញូដឹងគុណឪពុកម្ដាយឯងមិនងាយស្លាប់ផ្ដេសផ្ដាស់នោះឡើយកូនឪពុកនិងកូនក៏ចាប់ផ្ដើមអោបគ្នាសម្រក់ទឹកភ្នែកទៅវិញទៅមកតែអ្នកភូមិបែរជាស្រឡាំងកាំងគាត់បានដឹងថាសម្រិតបាត់ស្លាប់បាត់ទៅហើយចុះហេតុអ្វីអមរឿងស្ទុះទៅអោបបរិសម្នាក់នេះម្យ៉ាងទៀតនោះដោយសារតែសម្រិតឥឡូវនេះមានមាឌធំហើយម្យ៉ាងទៀតមានសក់វែងអន្តែអន្តាយបានបាំងទៅលើមុខរបស់គេនឹងឯងអ៊ំចាដែលជាមេភូមិគាត់ក៏បានសួរទៅកាន់អ៊ំរឿងថាណែរឿងនេះគឺជាសម្រិតកូនប្រុសរបស់អញមែនឬទេអ៊ំរឿងស្រក់ទឹកភ្នែកនិយាយអ្វីមិនទាន់ចេញដោយសារតែគាត់ក្តុកក្តួលខ្លាំងពេកមួយផ្លេតក្រោយមកបន្ទាប់ពីសម្រក់ទឹកភ្នែកអស់ចិត្តគាត់ក៏និយាយថាលោកមេភូមិនេះគឺជាកូនប្រុសរបស់ខ្ញុំពិតប្រាកដមែនគេមិនទាន់ស្លាប់នោះទេពេលនោះលោកអ៊ំគាត់ក៏បានសួរទៅកាន់សម្រិតថាណែកូនប្រុសហេតុអ្វីឯងមិនទាន់ស្លាប់នៅក្នុងថ្ងៃនោះពុកឃើញសត្វក្រពើធំកំពុងតែសម្លឹងទៅរកឯងសម្រិតយកដៃជូតទឹកភ្នែករួចហើយក៏តបទៅកាន់ឪពុកថាលោកពុកតាមពិតទៅក្រពើខ្មៅនោះវាចង់ស៊ីសាច់ខ្ញុំដែរតែក្រពើសរបស់តាសច្ចាំងនេះជួយការពារខ្ញុំដោយសារតាសច្ចាំងដឹងថាមិនយូរមិនឆាប់ស្ដេចបិសាចនឹងចាក់ចេញពីក្នុងកន្លងមាសនោះនឹងត្រូវមានអ្នករំដោះចេញ